ត្រីអ្នកនាងកញ្ញាជាទីមេត្រីនៅក្នុងនីតិស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាវេលាថ្ងៃនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ការរៀបរាប់អំពីសន្តតិវង្សព្រះរាជាខ្មែរសម័យចេនឡាជាបន្តទៅទៀតព្រះបាទអេសនៈវរ្ម័នទី1ក្រោយពីព្រះបាទមហេន្ទ្រវរ្ម័នសោយទីវង្គតទៅព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមអេសនៈវរ្ម័នទី1ទ្រង់បានឡើងគ្រងរាជ្យបន្តពីព្រះបិតាព្រះបាទអេសនៈវរ្ម័នជាព្រះរាជាមានមហិទ្ធិឫទ្ធិណាស់គឺព្រះអង្គនេះហើយដែលបានបញ្ចប់ការវាយដណ្ដើមយកអាណាចក្រភ្នំទាំងស្រុងដោយទ្រង់វាយដណ្ដើមបានរាជធានីអង្គរបុរីក្នុងអំឡុងឆ្នាំ630នៃគ្រិស្តសករាជព្រះអង្គបានពង្រីកការត្រួតត្រាឆ្ពោះទៅទិសខាងត្បូងដល់ព្រំប្រទល់ដែនដីកម្ពុជាក្រោមសព្វថ្ងៃឯទិសខាងលិចដល់ខេត្តចន្ទប៊ុនក្នុងប្រទេសថៃសព្វថ្ងៃដើម្បីរឹតចំណងមិត្តភាពជាមួយប្រទេសជិតខាងព្រះអង្គបានបញ្ជូនរាជទូតទៅប្រទេសចិននាឆ្នាំ616 623និង628ហើយបានរៀបអភិសេកបុត្រីព្រះអង្គព្រះនាមសារវនីជាមួយនឹងចៅទួតម្នាក់របស់ព្រះរាជាចម្ប៉ាដែលទ្រង់ប្រសូតបានបុត្រាមួយហើយដែលក្រោយមកទ្រង់បានឡើងគ្រងរាជ្យនៅប្រទេសចម្ប៉ាក្នុងឆ្នាំ653ដោយមានព្រះនាមថាវិក្រន្តាថែមទៀតផងព្រះបាទអេសនៈវរ្ម័នទ្រង់បានតាំងរាជធានីនៅចំកណ្ដាលអាណាចក្ររបស់ព្រះអង្គដែលមានឈ្មោះថាអេសនៈបុរៈដែលមានប្រជាពលរដ្ឋប្រមាណ 20000 គ្រួសាររស់នៅហើយដែលត្រូវនឹងរមណីយដ្ឋានសម្បូរព្រៃគុកដែលមានសំណល់ជាប្រាសាទធ្វើអំពីឥដ្ឋជាច្រើនស្ថិតនៅខាងជើងខេត្តកំពង់ធំសព្វថ្ងៃនេះក្នុងរជ្ជកាលរបស់ព្រះបាទអេសនៈវរ្ម័នអាណាចក្រចេនឡាមានការរីកចម្រើនរុងរឿងណាស់ប៉ុន្តែក្នុងពេលដែលព្រះអង្គចូលទីវង្គតទៅហើយដែលហាក់ដូចជាគ្មានបុត្របន្តរាជផងនោះភាពវឹកវរចលាចលក៏បានផ្ទុះឡើងសារជាថ្មីព្រះបាទភវវរ្ម័នទី2ភាពវឹកវរចលាចលដែលកើតមានឡើងក្នុងពេលដែលព្រះបាទអេសនៈវរ្ម័នសោយទីវង្គតត្រូវបានវាយបង្ក្រាបយ៉ាងឆាប់រហ័សដោយកម្លាំងដ៏ខ្លាំងក្លារបស់ព្រះបាទភវវរ្ម័នទី2ដែលមានកងទ័ពនិងនាម៉ឺនមន្ត្រីមានភក្តីភាពយ៉ាងម៉ឺងម៉ាត់ចំពោះព្រះអង្គគេមិនបានដឹងថាតើព្រះបាទភវវរ្ម័នទី2ទ្រង់ជាប់ព្រះញាតិខាងណាទេសិលាចារឹកនៅហាន់ជ័យបានរំលឹកនៅការពង្រឹងអំណាចអធិរាជរបស់ព្រះអង្គទ្រង់បានសាងទីកន្លែងសក្ការៈបូជាឬប្រាសាទជាច្រើនតាមគេប៉ាន់ស្មានសិលាចារឹកភ្នំបាយ៉ង់សិលាចារឹកភ្នំព្រះវិហារកំពង់ឆ្នាំងក៏ជាស្នាប្រហោះរបស់ព្រះអង្គដែរព្រះបាទភវវរ្ម័នទី2ទ្រង់គ្រងរាជ្យពីឆ្នាំ639ដល់ឆ្នាំ655នៃគ្រិស្តសករាជព្រះបាទជ័យវរ្ម័នទី1ព្រះបាទជ័យវរ្ម័នទី1ជាព្រះរាជបុត្ររបស់ព្រះបាទភវវរ្ម័នទី2ទ្រង់ឡើងគ្រងរាជ្យបន្តពីបិតាព្រះអង្គក្នុងឆ្នាំ655នៃគ្រិស្តសករាជព្រះបាទជ័យវរ្ម័នទី1ទ្រង់យកព្រះទ័យទុកដាក់ណាស់ក្នុងការថែរក្សាទឹកដីដ៏ធំទូលាយដែលបុព្វបុរសរបស់ព្រះអង្គបានបន្សល់ទុកឲ្យក្នុងវិស័យការពារជាតិព្រះអង្គទ្រង់បង្កើតឲ្យមានកងទ័ពសេះហើយបានច្នៃបង្កើតវិធីតៈឬផ្សាំងដំរីផងក្នុងរជ្ជកាលរបស់ព្រះអង្គ
គេឃើញមានសិលាចារឹកឬការកសាងប្រាសាទជាច្រើននៅវេយ្យាបុរៈនិងវត្តភូចម្ប៉ាស័កនៃប្រទេសឡាវសពថ្ងៃតាមការប៉ាន់ស្មានព្រះបាទជ័យវរ្ម័នទី1ប្រហែលជាសោយទីវង្គតនៅឆ្នាំ681នៃគ្រិស្តសករាជចព្រះមហាក្សត្រីជ័យទេវីដោយព្រះបាទជ័យវរ្ម័នទី1ពុំមានព្រះរាជបុត្រាដែលអាចសោយរាជស្នងពីព្រះអង្គបានបុត្រីព្រះអង្គព្រះនាមជ័យទេវីត្រូវឡើងគ្រងរាជបន្តពីព្រះអង្គព្រះមហាក្សត្រីជ័យទេវីសោយរាជពីឆ្នាំ681ពេលដែលព្រះបិតាទ្រង់សោយទីវង្គតរហូតដល់ឆ្នាំ713ប៉ុន្តែអំណាចរបស់ព្រះនាងពុំមានមូលដ្ឋានរឹងមាំឡើយព្រោះនៅក្នុងសិលាចារឹកមួយដែលគេបានរកឃើញនៅអង្គរព្រះនាងបានទ្រង់ត្អូញត្អែពីភាពច្របូកច្របល់ក្នុងចិត្តគំនិតនិងទុក្ខវេទនានៃគ្រាកើតកលយុគប្រហែលជាការចុះខ្សោយនៃអំណាចកណ្ដាលដែលស្ថិតក្នុងកណ្ដាប់ដៃស្រីនេះហើយដែលបណ្ដាលឲ្យប្រទេសចិនឡាត្រូវបែងចែកជាពីរនៅដើមសតវត្សទី8គឺនៅក្នុងឆ្នាំ706ម្ខាងដែលមានទីតាំងលាតសន្ធឹងពីប្រទេសលាវភាគកណ្ដាលនិងភាគខាងត្បូងសពថ្ងៃមានឈ្មោះថាចិនឡាគោកឯម្ខាងទៀតដែលមានវិសាលភាពគ្របដណ្ដប់លើអាងទន្លេមេគង្គចាប់ពីល្បាក់ខោនរហូតដល់សមុទ្រមានឈ្មោះថាចិនឡាទឹកលោកអ្នកនាងទើបតែបានស្ដាប់ការរៀបរាប់អំពីសន្តតិវង្សព្រះរាជាខ្មែរសម័យចេនឡានៅសប្តាហ៍ក្រោយលោកអ្នកនាងនឹងបានស្ដាប់ការរៀបរាប់អំពីចេនឡាគោកនិងចេនឡាទឹកសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់កុំបីខានឡើយ